តើនេះក៏ជា action skill ជំនាញចរចាគឺជាអ្វីឬសិល្បៈនៃការទទួលបាននៅអ្វីដែលយើងចង់បានដោយមិនបាត់បង់នូវមិត្តភាពការគោរពឬមុខមាត់តើអ្នកធ្លាប់មានអារម្មណ៍ថាភ័យខ្លាចនៅពេលដែលយើងត្រូវស្នើសុំអ្វីមួយដែលស័ក្តិសមនឹងទទួលបានដូចជាស្នើសុំឡើងប្រាក់ខែកិច្ចព្រមព្រៀងល្អឬសូម្បីតែការស្នើសុំពីមិត្តភក្តិខ្លួនឯងមនុស្សភាគច្រើនភ័យខ្លាចក្នុងការចរចាព្រោះពួកគេគិតថាវាគឺជាការតវ៉ាឬត្រូវបង្ខិតបង្ខំដែលធ្វើឲ្យបែកបាក់នូវមនោសញ្ចេតនាប៉ុន្តែបើសិនជាខ្ញុំប្រាប់ថាការចរចាពិតប្រាកដវាមិនមែនជាការឈ្នះឬចាញ់នោះទេវាគឺជាការបង្កើតការយល់ដឹងការគោរពនិងការឲ្យតម្លៃរវាងភាគីទាំងពីរឥឡូវនេះយើងចាប់ផ្ដើមនិយាយឲ្យស៊ីជម្រៅអំពីជំនាញនៃការចរចានេះក៏ជា action skill ដែលជាជំនាញដ៏មានឥទ្ធិពលបំផុតមួយដែលអាចអភិវឌ្ឍដើម្បីទទួលបានភាពជោគជ័យក្នុងការងារការរកស៊ីការសិក្សានិងជីវិតការចរចាវាមិនមែនសម្រាប់តែការដោះស្រាយកិច្ចការងារពាណិជ្ជកម្មឬការប្រជុំផ្សេងៗនោះទេគឺវាកើតឡើងរៀងរាល់ថ្ងៃពេលខ្លះយើងមិនបានគិតថាវាគឺជាការចរចាផងក៏មាននៅពេលដែលយើងបញ្ចុះបញ្ចូលឬស្នើសុំការអនុញ្ញាតពីប៉ាម៉ាក់ដើម្បីធ្វើដំណើរកំសាន្តទៅដើរលេងជាមួយមិត្តភក្តិជាមួយសង្សារមនុស្សដែលយើងស្រឡាញ់សុំច្បាប់ទៅកែដើម្បីជួបសម្រាប់ឬនិយាយជាមួយលោកគ្រូអ្នកគ្រូអំពីកិច្ចការសាលាទាំងអស់នោះសុទ្ធតែជាជំនាញនៃការចរចាទាំងអស់ហើយចំណុចស្នូលរបស់ការចរចាគឺជាសិល្បៈនៃការតាក់ទងដែលធ្វើឲ្យមានតុល្យភាពនៃតម្រូវការទាំងសងខាងតម្រូវការរបស់យើងនិងតម្រូវការរបស់មនុស្សម្នាក់ទៀតវាមិនមែនជាការបោកបញ្ឆោតមនុស្សឬការបង្ខិតបង្ខំនោះទេវាគឺនិយាយអំពីការស្វែងរកចំណុចឈ្នះដែលភាគីទាំងសងខាងមានអារម្មណ៍ថាល្អគ្រប់គ្រាន់ក្នុងការទទួលយកនេះគឺជាចំណុចដ៏សំខាន់បំផុតដែលត្រូវចងចាំមនុស្សមិនដែលនិយាយថាយល់ព្រមចំពោះមនុស្សមិនឲ្យតម្លៃលើពួកគេនោះទេពួកគេនិយាយថាយល់ព្រមចំពោះមនុស្សដែលផ្ដល់តម្លៃឲ្យនិងយល់ពីពួកគេទាំងនេះគឺជាចំណុចតូចតែសំខាន់ខ្លាំងក្នុងការសង្កេតមើលឥឡូវសូមកលេចមើលស្ថានភាពមួយនេះមាននិស្សិតបញ្ចប់ការសិក្សាថ្មីម្នាក់ឈ្មោះថាលីណាទើបតែចាប់ផ្ដើមការងារដំបូងរបស់នាងបន្ទាប់ពីកន្លះឆ្នាំឬមួយឆ្នាំនាងបានធ្វើការងារល្អខ្លាំងណាស់បានសម្រេចតាមការកំណត់ deadline មានកំណត់បំផុសបំផុលថែមទាំងជួយឲ្យក្រុមការងាររបស់នាងរីកចម្រើនទៀតផងប៉ុន្តែប្រាក់ខែរបស់នាងមិនបានកើនឡើងទេខណៈដែលបន្ទុកការងាររបស់នាងកាន់តែកើនច្រើននាងមានអារម្មណ៍ថាភ័យខ្លាចក្នុងការចរចាសុំឡើងប្រាក់ខែបន្ទាប់មកលីណាបានសម្រេចចិត្តនិយាយជាមួយអ្នកគ្រប់គ្រងរបស់នាងជំនួយឲ្យការត្អូញត្អែនាងបានរៀបចំខ្លួនដូចជារេបញ្ជីសមិទ្ធផលក្នុងរយៈពេលកន្លះឆ្នាំឬមួយឆ្នាំនេះនឹងបានវឹកហាត់ពីរបៀបបង្ហាញកំណត់របស់នាងឲ្យបានច្បាស់លាស់ទៅកាន់អ្នកគ្រប់គ្រងរបស់នាងនៅក្នុងពេលប្រជុំលីណាបាននិយាយដោយស្ងប់ស្ងាត់ថាខ្ញុំពិតជាពេញចិត្តក្នុងការចូលរួមចំណែកក្នុងគម្រោងរបស់យើងហើយខ្ញុំបានរៀនច្រើនណាស់ផ្អែកលើលទ្ធផលថ្មីរបស់ខ្ញុំរួមទាំងគម្រោងរបស់អតិថិជនដែលខ្ញុំបានគ្រប់គ្រងខ្ញុំចង់ពិភាក្សាអំពីលទ្ធភាពនៃការកែសម្រួលប្រាក់ខែរបស់ខ្ញុំឲ្យត្រូវទៅនឹងទំនួលខុសត្រូវថ្មីដែលខ្ញុំទទួលបានយើងក៏សម្គាល់ថាលីណាមិនបានទាមទារឬបន្ទោសនោះទេនឹងបានចរចាដោយការគោរពនិងមានទំនុកចិត្តបន្ទាប់មកទៀតអ្នកគ្រប់គ្រងរបស់នាងបានស្ដាប់ពិនិត្យមើលការអនុវត្តការងាររបស់នាងហើយប៉ុន្មានថ្ងៃក្រោយមកគាត់បានអនុម័តដំឡើងប្រាក់ខែទៅដល់លីណាទាំងនេះគេហៅថាការចរចាត្រឹមត្រូវមិនមែនដោយសារតែនាងឈ្នះនោះទេប៉ុន្តែដោយសារតែនាងបង្ហាញតម្លៃរបស់នាងខណៈពេលដែលនាងក៏បានគោរពទស្សនៈរបស់ភាគីម្ខាងទៀតផងដែរតាមពិតការចរចាមិនមែនជាសមរភូមិនោះទេវាគឺជាការសន្ទនារវាងមនុស្សពីរនាក់ដែលព្យាយាមស្វែងរកចំណុចរួមអញ្ចឹងតើយើងអាចក្លាយជាអ្នកចរចាដ៏ល្អម្នាក់ដោយរបៀបណាមិនថាតាក់ទងទៅនឹងអាជីវកម្មការងារតំណែងតំណងឬការសិក្សាទាំងនេះគឺជា3ចំណុចជាក់ស្ដែងទី1ត្រូវដឹងថាយើងចង់បានអ្វីហើយអ្វីយើងចង់បានវាមុនការចរចាណាមួយសូមដឹងឲ្យច្បាស់អំពីអ្វីដែលយើងពិតជាត្រូវការប្រសិនបើយើងមិនដឹងពីគោលដៅរបស់យើងនោះទេយើងនឹងទទួលបានអ្វីដែលអ្នកដទៃផ្ដល់ឲ្យទី2ត្រៀមលក្ខណៈជាការពិតជាក់ស្ដែងទំនុកចិត្តកើតចេញពីការត្រៀមលក្ខណៈទុកជាមុនរាយបញ្ជីសមិទ្ធផលរបស់យើងនិងតម្លៃរបស់យើងហើយបង្ហាញជាមួយការជឿជាក់លើខ្លួនឯងទី3រក្សាភាពស្ងៀមស្ងាត់និងការគោរពអារម្មណ៍មិនល្អអាចបំផ្លាញអ្វីគ្រប់យ៉ាងបានប្រសិនបើយើងនៅស្ងៀមស្ងាត់មនុស្សនឹងទុកចិត្តលើយើងកាន់តែច្រើនការចរចាវាមិនមែនជាសម្ពាធនោះទេវាគឺជាការអត់ធ្មត់នេះគឺជាការពិតដ៏សាមញ្ញមួយ
មិនរើសចងចាំពីអារម្មណ៍ដែលពួកគេទទួលបានក្នុងអំឡុងពេលចរចាមិនមែនត្រឹមតែអ្វីដែលយើងបាននិយាយចេញនោះទេដូច្នេះលើកក្រោយនៅពេលដែលយើងប្រឈមមុខនឹងការសន្ទនាឬក៏ការចរចាដ៏លំបាកយើងកុំគេចវេះយើងត្រូវ take a deep breath ហើយរំលឹកខ្លួនឯងថាយើងមិនមែនមកទីនេះដើម្បីប្រយុទ្ធគ្នានោះទេយើងមកទីនេះដើម្បីស្វែងយល់និងបង្ហាញពីតម្លៃរបស់យើងការចរចាគឺជាមហាអំណាចដ៏ស្ងប់ស្ងាត់មួយដែលអាចកំណត់អនាគតទាំងមូលរបស់យើងបានវាអាចជួយឲ្យយើងទទួលបានប្រាក់ឈ្នួលសមរម្យទទួលបានការគោរពនិងការកសាងទំនាក់ទំនងកាន់តែរឹងមាំគ្មានអ្វីដែលថាមនុស្សរៀនមិនចេះនោះទេយើងចាប់ផ្ដើមពីចំណុចតូចៗដូចជាសុំមតិកែលម្អពិភាក្សាមតិយោបល់ឬសុំបីតែចរចាជាមួយគ្រួសារខ្លួនឯងរាល់ពេលដែលយើងធ្វើបែបនេះមានន័យថាយើងកំពុងតែបណ្ដុះបណ្ដាលទំនុកចិត្តការទុកចិត្តនិងការទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃកាន់តែល្អប្រសើរឡើងចុះបញ្ចប់ត្រូវចងចាំថាអ្នកចរចាដ៏ល្អមិនត្រឹមតែទទួលបាននៅអ្វីដែលខ្លួនចង់បាននោះទេពួកគេបង្កើតទំនាក់ទំនងល្អទៀតផងអរគុណសម្រាប់ការទស្សនានៅវីដេអូនេះជួបគ្នានៅវីដេអូក្រោយ